នច្បារដែលតម្រូវឲ្យវាធ្វើការងារច្រើនតែមិនសូវមានចំណីស៊ីគ្រប់គ្រាន់ទេដូច្នេះវាក៏បានបែរបន់អង្វរព្រះអាទិទេពឲ្យដោះលែងវាពីម្ចាស់នេះនិងបានទៅបម្រើម្ចាស់ផ្សេងវិញនៅពេលដែលបានឮការបែបបន់របស់សត្វលាព្រះអាទិទេពក៏បានឲ្យវាទៅរស់នៅក្រោមការគ្រប់គ្រងរបស់ស្មន់ឆ្នាំងម្នាក់បន្ទាប់ពីបានទៅរស់នៅជាមួយស្មន់ឆ្នាំងនោះលាត្រូវបានគេប្រើឲ្យដឹកឆ្នាំងយកទៅលក់នៅទីផ្សាររៀងរាល់ថ្ងៃលាមិនត្រឹមតែត្រូវបានគេផ្ទុកអីវ៉ាន់ធ្ងន់ៗនៅលើខ្នងនោះទេសូម្បីតែចំណីរបស់វាក៏មានត្រឹមតែចំបើងដែលគេដាក់ទ្រនាប់ឆ្នាំងកុំឲ្យទង្គិចគ្នាបែកតែប៉ុណ្ណោះដោយស៊ូទ្រាំនឹងម្ចាស់ដែលជាស្មន់ឆ្នាំងមិនបានសត្វលាក៏បានបួងសួងទៅព្រះអាទិទេពម្ដងទៀតដើម្បីឲ្យព្រះអង្គជួយរកម្ចាស់ថ្មីឲ្យវាបន្ទាប់ពីបានឮការបួងសួងរបស់សត្វលាព្រះអាទិទេពក៏បាននិយាយប្រាប់វាថានេះជាលើកចុងក្រោយហើយដែលយើងបំពេញបំណងឲ្យឯងដូច្នេះហើយបើឯងមានវិបត្តិជាមួយនឹងម្ចាស់ចុងក្រោយនេះយើងនឹងមិនអាចជួយបំពេញបំណងរបស់ឯងបានទៀតឡើយតើឯងនៅចង់ឲ្យយើងរកម្ចាស់ថ្មីឲ្យឯងទៀតទេបាទទៀនឲ្យតែបានរួចផុតពីការដឹកជញ្ជូនតំណែងរបស់ស្មោនឆ្នាំងទោះបីជាឲ្យខ្ញុំមានម្ចាស់ថ្មីប្រាខ្ញុំឲ្យដឹកជញ្ជូនអ្វីក៏ខ្ញុំសុខចិត្តដែរពេលនោះព្រះអាទិទេពក៏បានបំពេញបំណងសត្វលាដោយឲ្យស្មន់ឆ្នាំងលក់វាទៅឲ្យឈ្មួញម្នាក់ដែលលក់ស្បែកសត្វនៅពេលដែលលាបានដឹងច្បាស់អំពីមុខរបររបស់ម្ចាស់ថ្មីរបស់វាលាក៏បានពោលពាក្យត្អូញត្អែដូចនេះថាអូអនិច្ចាខ្លួនអញហើយបើសិនជាអញទ្រាំរស់នៅបម្រើម្ចាស់មុនម្ល៉េះអញមិនទទួលរងទ្វេគ្រោះ